នេះគឺជាស្ងោរជ្រក់សាច់គោជាមួយនឹងត្រសក់តោះទស្សនាជាមួយនឹងខ្ញុំណាចាជាទូទៅបងប្អូនអត់បុកជាមួយនឹងម្ទេសខ្ទឹមទេមែនទេចាចំពោះនាងខ្ញុំបុករួចហើយនាងខ្ញុំរំលីងជាមួយប្រេងអូលីវបើសិនជាបងប្អូនអត់មានប្រេងអូលីវទេដាក់ជាមួយខ្លាញ់500ខ្លាញ់ជ្រូកយើងបងប្អូនចារំលីងឲ្យវាឈ្ងុយរួចហើយចាំយើងដាក់ពងមាន់បងប្អូនចាដាក់ពងមាន់ហើយយើងដាក់ជាមួយនឹងសាច់គោចាបន្ទាប់មកយើងឆាមកត្រឡប់ពីត្រឡប់បិទគេហើយត្រៀមដាំទឹកចាយកទៅស្លបងប្អូនស្លដូចអញ្ចឹងណាគឺឈ្ងុយឯណាដោយសារតែយើងបានរំលីងពងជាមួយគ្រឿងហ្នឹងមួយដងហើយចាបន្ទាប់មកបងប្អូនចាប់ដើមស្លនឹងឯងបងប្អូនអើយឆ្ងាញ់មែនតើចំពោះដែលនាងខ្ញុំដាក់ហ្នឹងណាមិញហ្នឹងណាគឺដុំស៊ុបរសជាតិសាច់គោដាក់ជាមួយនឹងទឹកត្រីមួយស្ព្រាមកដាក់ជាមួយស្ករមកចាប់មករួចហើយបងប្អូនកុំភ្លេចណាជាមួយនឹងអំបិលចាត្រឹមតែប៉ុណ្្នឹងទេបងប្អូនអើយត្រឹមតែប៉ុណ្្នឹងទេរសជាតិឆ្ងាញ់ចុះបងប្អូនស្លដូចនេះខ្ញុំដែរទេចំពោះនេះខ្ញុំស្លអញ្ចឹងតែម្ដងបងប្អូនបើសិនជាបងប្អូនញ៉ាំឆៅចាបងប្អូនដាំទឹកនឹងហើយបងប្អូនដាក់សាច់គោក្នុងចានមកបងប្អូនចាក់ចូលតែម្ដងតែនាងខ្ញុំចិត្តហ្នឹងហើយមន្ទីរពេទ្យគេឲ្យហូបឆ្អិនបើសិនជាហូបឆៅគ្រោះថ្នាក់ដល់ជីវិតដោយសារតែមានសត្វល្អិតក្នុងខ្លួនពិបាកណាស់ថែសុខភាពមកវិញយំបាកអញ្ចឹងហើយនាងខ្ញុំត្រឹមតែមួយពុះទេបងប្អូនអើយជាមួយទៅសក់ធម្មជាតិក្រូចឆ្មាធម្មជាតិជីធម្មជាតិឡើងឈ្ងុយណាស់បងប្អូនហើយជាតិជូរតាមតែចិត្តបងប្អូនទេណាស្លហ្នឹងនាងខ្ញុំស្លលក្ខណៈស្លែតទេបើសិនជាបងប្អូនស្លដុតណាលក្ខណៈហត់ទឹកអត់កើទេស្លហ្នឹងស្លសាឡេតដើម្បីឲ្យយើងហូបជាមួយបាយថែមជាមួយទឹកត្រីបន្តិចបន្តួចមក